សត្វអ្វីដែលបានជួយសង្គ្រោះជីវិតមនុស្សច្រើនជាងគេឬដល់សំណួរនេះបងប្អូនអាចគិតថាជាឆ្កែដ៏ឆ្លាតវៃដែលគេបង្ហាត់ដើម្បីការងារសង្គ្រោះផ្សេងៗឬសេះដ៏ស្មោះត្រង់ឬអាចជាសត្វផ្សេងទៀតដែលមានភាពស្និទ្ធស្នាលទៅនឹងមនុស្សហើយបើនោះជាអ្វីដែលបងប្អូនបានគិតមែនសូមចូលរួមសោកស្ដាយផងព្រោះចម្លើយដ៏ត្រឹមត្រូវវាជាសត្វដែលរស់រានមានជីវិតចាស់ជាងគេនៅលើផែនដីនិងត្រូវបានគេហៅថាបល្លង្កាឬ horseshoe crab ចង់ដឹងមូលហេតុណាស់មែនទេសូមទស្សនាវីដេអូនេះដល់ចប់សួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ page និង channel Art កំបាំងឬ The Mystery កើតមកជាមនុស្សគឺសឹងតែគ្មាននោះទេអ្នកដែលមិនធ្លាប់ឆ្លងកាត់ការចាក់ថ្នាំឬទទួលការព្យាបាលដោយវិទ្យាសាស្ត្រដែលនោះហើយគឺជាហេតុផលដែលមិនអាចប្រកែកបានថាពួកយើងគឺទទួលបានការជួយសង្គ្រោះជីវិតមួយអំពីសត្វបល្លង្កាដែលមានឈ្មោះថា Limulus polyphemus ការចម្រាញ់កោសិកាឈាមដែលមានកម្រិតរបស់សត្វបល្លង្កាដែលពាក្យបច្ចេកទេសត្រូវបានគេហៅថា Limulus ameboxy lysate ឬពាក្យកាត់ថា LAL គឺត្រូវបានប្រើប្រាស់ដោយឧស្សាហកម្មឱសថដើម្បីធ្វើតេស្តថ្នាំវ៉ាក់សាំងនិងឧបករណ៍វិទ្យាសាស្ត្រមួយចំនួនទៀតដូចជាតម្រងនោមសម្បនិមិត្តជាដើមដើម្បីធានាថាអ្វីទាំងអស់នោះគឺគ្មានអតិសុខុមប្រាណគ្រោះថ្នាក់ដល់មនុស្សហើយក៏គ្មានការធ្វើតេស្តណាដំណើរការបានស្រួលឬអាចទុកចិត្តបានផ្សេងក្រៅពីនេះទេត្រង់ចំណុចនេះចង់បញ្ជាក់ថារាល់ឱសថឬឧបករណ៍វិទ្យាសាស្ត្រទាំងអស់មុននឹងយកមកប្រើប្រាស់ឬព្យាបាលសំខាន់បំផុតគឺត្រូវប្រាកដថាមានសុវត្ថិភាពហើយឈាមសត្វបល្លង្កាគឺជាវត្ថុទិព្វដែលអាចជួយបានយ៉ាងត្រឹមត្រូវបំផុតតែមូលហេតុអ្វីដែលនាំឲ្យគេអាចឈានទៅរកឃើញពីវត្ថុទិព្វនៅក្នុងខ្លួនសត្វបល្លង្កាដើម្បីយកមកប្រើប្រាស់ជាប្រយោជន៍ដ៏មហាសាលបានបែបនេះមូលហេតុនោះគឺដោយសារអ្នកវិទ្យាសាស្ត្របានសង្កេតឃើញថាសត្វទាំងនោះរស់នៅតាមឆ្នេរសមុទ្រដែលជារឿយៗត្រូវបានបំពុលអ្វីដែលបន្ថែមដែលលោកអ្នកគួរតែដឹងនោះគឺទឹកសមុទ្រ1លីត្រអាចផ្ទុកបាក់តេរីពុលជាង 1000 លានក្បាលចំណែកក្នុងខ្លួនសត្វបល្លង្កាគឺមិនមានប្រព័ន្ធស៊ាំឬ immune system ដូចជាមនុស្សនោះទេហើយក៏មិនមានសមត្ថភាពអាចបង្កើតអង្គបដិប្រាណដើម្បីប្រឆាំងនឹងការឆ្លងមេរោគបានដែរផ្ទុយទៅវិញឈាមរបស់ពួកវាមានផ្ទុកនូវអភូតហេតុដ៏អស្ចារ្យមួយដែលអាចបិទដំណើរការនៃការរីករាលត្បាតរបស់បាក់តេរីនិងវីរុសទាំងអស់ដោយការធ្វើកំណកឈាមជុំវិញនេះហើយដែលជាវិធីត្រូវបានគេប្រើប្រាស់ដើម្បីធ្វើ LAL ដើម្បីដឹងឲ្យប្រកាសថារបស់ដែលគេយកមកប្រើប្រាស់ក្នុងគោលបំណងណាមួយសម្រាប់ប្រើប្រាស់ផ្នែកវិទ្យាសាស្ត្រមានភាពកខ្វក់ឬក៏អត់ក្នុងករណីការធ្វើតេស្ត LAL បញ្ជាក់ថាវាមិនមានការកកនៃកោសិកាឈាមរបស់សត្វបល្លង្កានោះមានន័យថាវ៉ាក់សាំងថ្នាំនិងឧបករណ៍វិទ្យាសាស្ត្រទាំងអស់នោះគឺមានសុវត្ថិភាពក្នុងការប្រើប្រាស់មិនដូចជាមនុស្សនោះទេឈាមរបស់សត្វបល្លង្កាគឺមិនមាន hemoglobin ដែលជា metabolite ទឹកជញ្ជូនផ្ទុកជាតិដែកដើម្បីពំនាំអុកស៊ីហ្សែននៅក្នុងកោសិកាឈាមក្រហមផ្ទុយទៅវិញវាមាន hemocyanin ដែលជាប្រូតេអ៊ីនដែលដឹកជញ្ជូនអុកស៊ីហ្សែនទៅពីពេញរាងកាយហើយមេតាប្រូតេអ៊ីនទាំងអស់នេះមានផ្ទុកនៅអាតូមស្ពាន់ដូចនេះហើយទើបឈាមរបស់ពួកវាមានពណ៌ខៀវយោងតាមទិន្នន័យរបស់ National Geographic ឈាមនោះអាចមានតម្លៃរហូតដល់ 60,000 ក្នុង1កាឡុងឬប្រមាណ $15,800 ក្នុង1លីត្រនេះជាតម្លៃចុងក្រោយគិតត្រឹមឆ្នាំ 2020 ដើម្បីទទួលបានឈាមសត្វបល្លង្កាគេប្រើវិធីប្រមូលផលមិនមែនវិធីសម្លាប់នោះទេក្នុងមួយសប្តាហ៍សត្វបល្លង្កាប្រមាណ 1000 ក្បាលត្រូវបានគេប្រមូលទិញពីទូកតូចៗដែលនេសាទដោយដៃរួចនាំយកទៅបន្ទប់ពិសោធន៍ទោះបីជា 30% នៃឈាមត្រូវបានគេយកចេញពីក្នុងខ្លួនក៏ដោយក៏ពួកវាអាចជាសះស្បើយឡើងវិញយ៉ាងឆាប់រហ័សនៅពេលដាក់ចូលក្នុងទឹកគួរបញ្ជាក់ផងដែរថាការប្រមូលផលដោយដកឈាមពីក្នុងខ្លួនរបស់ពួកវាគឺធ្វើឡើងក្នុងមួយឆ្នាំម្ដងតែប៉ុណ្ណោះហើយឈាមទាំងនោះត្រូវបានគេរៀបចំយ៉ាងប្រុងប្រយ័ត្នបំផុតតាមវិធីសម្ងួតបង្កកមុននឹងត្រូវបានដឹកជញ្ជូនទៅពាសពេញពិភពលោកអ្វីដែលកាន់តែអស្ចារ្យទៀតនោះមកដល់សប្តាហ៍ថ្ងៃនេះឈាមដ៏វិសេសវិសាលរបស់ពួកវាត្រូវបានគេពិសោធន៍ឃើញថា
មានសមត្ថភាពជួយគេឲ្យរកឃើញនៅជំងឺរលាកស្រោមខួរនិងមហារីកឬអាចជាកូនសោដែលនាំឲ្យគេបង្កើតនូវវ៉ាក់សាំងការពារជំងឺ COVID-19 ទៀតផងបាឡាំងកាសជាប្រភេទសត្វដែលអាចទ្រាំទ្រនឹងភាពក្តៅនិងត្រជាក់ខ្លាំងហើយអាចរស់រានពេញមួយឆ្នាំដោយមិនបរិ